អ្នកដឹកនាំខេត្តកំពង់ចាមអញ្ជើញជួបសំណេះសំណាលជាមួយនឹងគណៈកម្មការនយោជកជាង2000នាក់ក្នុងស្រុកជើងព្រៃនាឱកាសទិវាពលកម្មអន្តរជាតិ1ឧសភាខេត្តកំពង់ចាមឯកឧត្តមខុលផនប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនៅថ្ងៃទី1ខែឧសភាឆ្នាំ2026នេះដែលជាថ្ងៃខួបអនុស្សាវរីយ៍លើកទី140នៃទិវាពលកម្មអន្តរជាតិ1ឧសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងគណៈកម្មការនយោជក2373នាក់នៅក្រុមហ៊ុន Sansu Gamen ស្ថិតនៅឃុំខ្វិតធំស្រុកជើងព្រៃខេត្តកំពង់ចាមក្នុងឱកាសសំណេះសំណាលនោះឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានលើកឡើងថាដោយសារប្រទេសកម្ពុជាយើងមានឋានៈដឹកនាំដ៏ត្រឹមត្រូវនិងបាននាំមកនូវសន្តិភាពជូនសង្គមជាតិនៅប្រទេសរបស់យើងទើបធ្វើឲ្យអ្នកវិនិយោគចូលមកជាហូរហែតាមបណ្ដាខេត្តផ្សេងៗក៏ដូចជាខេត្តកំពង់ចាមយើងនេះផងដែរដែលផ្ដល់ឱកាសនៅការងារក៏ដូចជាការផ្ដល់នៅប្រាក់ចំណូលចូលដល់គ្រួសាររបស់ប្រជាពលរដ្ឋយើងដើម្បីបង្កើនជីវភាពឲ្យល្អប្រសើរដោយសពថ្ងៃនេះឯកឧត្តមអ៊ុនចិន្តាបានលើកឡើងថានៅពេលដែលគម្រោងប្រៃជីកហ្វូណនតៃជោបានសាងសង់រួចរាល់ការដឹកជញ្ជូនភាគច្រើនតាមផ្លូវទឹកដូច្នេះរាល់ទំនិញកសិផលសម្ភារៈវេជ្ជនភ័ណ្ឌទាំងឡាយដែលផលិតចេញពីរោងចក្រនិងដឹកចូលទៅកំពង់ផែទន្លេបិទដឹកជញ្ជូនប្រៃជីកហ្វូណនតៃជោឆ្ពោះទៅប្រទេសទី2ដែលចាំទទួលទំនិញឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ផងដែរថានៅពេលដំណើរការដឹកជញ្ជូនទំនិញចេញតាមប្រៃជីកហ្វូណនតៃជោនោះខេត្តកំពង់ចាមអាចនឹងមានរោងចក្រជាច្រើនដោយសារតែខេត្តមួយនេះគឺគៀកនឹងកំពង់ផែដែលប្រការនេះធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងកាន់តែមានឱកាសការងារនិងអត្ថប្រយោជន៍ជាច្រើនថែមទៀតពីការអភិវឌ្ឍនេះឯកឧត្តមអភិបាលខេត្តក៏បានយកឱកាសសម្ដែងនៅការអបអរសាទរដល់បងប្អូនកម្មករកម្មការិនីទាំងអស់ដែលកំពុងធ្វើការនៅក្រុមហ៊ុន Sansu Gamani ដែលធ្វើការសម្រុះសម្រួលនិងសាមគ្គីគ្នាគោរពទៅតាមច្បាប់ការងារចូលរួមសហការធ្វើការងារបានល្អជាមួយនឹងរោងចក្រធ្វើឲ្យសកម្មភាពការងារដំណើរការបានល្អដូចពេលបច្ចុប្បន្ន